ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់សៀមអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនាថ្ងៃច័ន្ទ5រោចអង្គារ6រោចខែកដឹកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់សៀមអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវតបជាប់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមអមដំណើរដោយឯកឧត្តមមេបញ្ជាការរងវិស្វកម្មឯកឧត្តមស្នងការរងនិងនាយទាហានជំនាញជាច្រើនរូបទៀតដែលធ្វើការស្ថាបនាដោយបណ្ដាកងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការក្នុងភូមិសាស្ត្រស្រុកពេជ្រជ្រដានិងស្រុកអូរាំងខេត្តមណ្ឌលគិរីក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់សៀមមានប្រសាសន៍កោតសរសើរចំពោះមេបញ្ជាការរងនិងនាយទាហានរងពលទាហាននៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដែលក្នុងរយៈពេលកន្លងមកនេះបានយកចិត្តទុកដាក់ពុះពៀជំនះរាល់ឧបសគ្គគ្រោះថ្នាក់ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាងខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រស្រុកពេជ្រជ្រដានិងស្រុកអូរាំងខេត្តមណ្ឌលគិរីដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់សៀមមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាសមិទ្ធផលផ្លូវខ្សែក្រវ៉ាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្ត្រមានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបានហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីមលុបសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដាក់ចេញកសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពដោយដើរទន្ទឹមគ្នានឹងការកសាងខឿនការពារជាតិគឺប្រជាជនគឺជាគ្រឹះដ៏រឹងមាំមិនចេះរីងស្ងួតនិងជាសាក្សីរស់ប្រកបដោយនិរន្តរភាពរួមទាំងការងារកសាងបោះបង្គោលខណ្ឌសីមានិងការកសាងផ្លូវជាដៃគូនឹងគ្នាមិនអាចខ្វះបាននិងបំពេញឲ្យគ្នាទៅវិញទៅមក